សូមស្វាគមន៍ចំពោះការចូលមកទស្សនាវីដេអូរបស់ Channel My Voice នៅថ្ងៃនេះផងដែរ Channel My Voice បានលើកយកនៅរឿងចាញ់ស្នេហ៍សាតាមកអានជូនបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាស្ដាប់លេងកម្សាន្តអៃលីនមានអារម្មណ៍លួសព្រលឹងមិនតិចទេពេលឡើងឡានទើបតែដឹងថាណាតាសៀមានបងស្រីភ្លោះគឺនៅក្នុងថ្ងៃនេះណាតាឆាជាអ្នកមកទទួលនាងចេញពីច្រកតូចមុននឹងនាំឡើងឡានហើយក៏បើកចេញពីអគារកាស៊ីណូ Empire ពួកគេដូចគ្នាខ្លាំងណាស់ខុសគ្នាត្រឹមតែណាតាឆាពាក់វ៉ែនតាមិនអីទេមែនទេណាតាឆាសួរខ្ញុំមិនអីទេអៃលីនឆ្លើយព្រមទាំងញញឹមដាក់អ្នកម្ខាងទៀតដោយការអរគុណណាតាសៀជាប្អូនស្រីគេមកនិយាយឲ្យស្ដាប់ពាក់ព័ន្ធនឹងរឿងរបស់អៃលីនស្ដាប់ហើយនាងក៏អាណិតយល់អារម្មណ៍នេះយ៉ាងច្បាស់ព្រោះនាងក៏ធ្លាប់ឆ្លងកាត់បទពិសោធន៍អាក្រក់ពីអតីតស្វាមីដូចគ្នាខ្ញុំអរគុណច្រើនខ្ញុំត្រូវសុំទោសផងដែលធ្វើឲ្យខ្លាយជាបន្ទុកមិនអីទេកុំគិតច្រើនអរគុណច្រើនបើគ្មានអ្នកនាងណាតាសៀខ្ញុំក៏មិនដឹងថាទៅជាយ៉ាងម៉េចនាងលួចយកលុយមួយចំនួនព្រមទាំងឯកសារធ្វើដំណើរជាប់តាមខ្លួនដែរគ្រាន់តែរងចាំឱកាសដែលស័ក្តិសមនឹងត្រឡប់ទៅវិញប៉ុណ្ណោះបន្ទាប់ពីផ្លិចខ្លួនគេងលងលក់អៃលីនក៏ត្រូវដាស់ម្ដងទៀតបន្ទាប់ពីមកដល់គោលដៅស្រីតូចកម្រើខ្លួនយ៉ាងលិតលហើយនិងញញឹមដាក់ណាតាឆាដោយការអរគុណនៅបានមែនទេណាតាឆាសួរនាងក្រមុំបន្ទាប់ពីនាងមកដល់កន្លែងមួយនៅក្នុងស្រុកនោះទោះជានៅក្នុងតំបន់ដែនដីរួមតែមួយតែហេតុអីបានជាមានអារម្មណ៍ឆ្ងាយគ្នាដូចជើងមេឃអៃលីនសួរខ្លួនឯងបែបនោះក្នុងចិត្តបន្ទាប់ពីនោះក៏បើកកាបូបដើម្បីហុចលុយថ្លៃធ្វើដំណើរឲ្យណាតាឆាតែនាងក្រវីក្បាលបដិសេធមិនអីទេទុកលុយចុះចូលទៅមើលបន្ទប់ទៅខ្ញុំជួយតាក់ទងទុកឲ្យមុនរួចរាល់ហើយអរគុណច្រើនអៃលីនអោនគោរពនាងម្ដងទៀតហើយដើរតាមការគ្រារបស់នាងចូលក្នុងបន្ទប់ជួលតូចមួយជូនអីវាសល់តែបន្ទប់ក្រោមដីនាងនៅបានដែរទេនារីវ័យកណ្ដាលមានរពីកាចជាម្ចាស់ផ្ទះជួលសួរធ្វើឲ្យអៃលីនព្រិចភ្នែកព្រោះម៉ងគិតថានឹងបានបន្ទប់ធម្មតាតម្លៃថោកទៅហើយតែមិនស្មានថាបន្ទប់ពេញអស់ឲ្យទាល់តែបានមិនកើតទេបន្ទប់ក្រោមដីបែបនោះនៅមិនបានទេជាណាតាឆាដែលនិយាយចំទាស់គ្រាន់តែប៉ុណ្ណឹងស្រីតូចដូចជាចង់ដួលទាំងឈរបានគ្រប់ពេលទៅហើយបើទៅសំងំក្នុងបន្ទប់ក្រោមដីប្រហែលជាឈឺក្រោកមិនកើតជាមិនខានតែមិនចុះថ្លៃជួលឲ្យពាក់កណ្ដាលម្ចាស់ផ្ទះនិយាយតទោះជាគ្មានបន្ទប់តែក៏ស្រួលបើចង់ប្រើបន្ទប់ទឹកក៏ឡើងមកខាងលើជាន់ទី1បន្ទប់ទឹករួមតែញែកជាស្រីប្រុសនៅខាងស្ដាំរបស់មនុស្សប្រុសនៅខាងឆ្វេងគឺជារបស់មនុស្សស្រីចម្លើយដែលធ្វើឲ្យណាតាឆាក្រវីក្បាលមិនយល់ស្របមើលទៅទីនេះគ្រោះថ្នាក់សឹងស្លាប់ទោះជាមានមនុស្សជួលជាច្រើនហើយមានគ្រប់វ័យក៏ដោយតែការដាក់ឲ្យស្រីម្នាក់មកស្នាក់នៅតែឯងឃើញថាមិនកើតទេកុំអីអៃលីនខ្ញុំជួយរកបន្ទប់ថ្មីឲ្យមិនអីទេខ្ញុំនៅបានអៃលីនប្រាប់ដោយការតាំងចិត្តគ្រាន់តែជួលបន្ថយចុះនោះមានន័យថានាងអាចនៅសល់លុយសន្សំបានច្រើនហើយអាចទៅហុងកុងវិញបានឆាប់ដែរតែថាណាតាឆាប្រុងជំទាស់តែពេលឃើញខ្សែភ្នែកដាច់ខាតរបស់ស្រីតូចក៏ដឹងថាគ្មានប្រយោជន៍ឬយ៉ាងនោះក៏តាមចិត្តតែត្រូវប្រយ័ត្នខ្លួនផងណាតាឆានិយាយដោយការបារម្ភបន្ទាប់ពីនោះក៏ជួយជញ្ជូនរបស់ដែលមានតែបន្តិចបន្តួចចូលបន្ទប់ឲ្យអៃលីនពិនិត្យមើលទ្វារនិងអ្វីផ្សេងបន្ទាប់ពីនោះទើបនាំទៅបណ្ណាគារមួយដែលជាមិត្តរបស់សម្លាញ់នាងបានផ្ញើអៃលីនឲ្យធ្វើការនៅទីនោះដែលមិនឆ្ងាយពីផ្ទះជួលដែរអៃលីនទើបតែបានមកនៅគ្រាន់តែដើរពីច្រកក៏ទៅដល់ទៅហើយនាងឈ្មោះអៃលីនដែលថានឹងនាំមកធ្វើការឲ្យនោះអី
ណាតាឆាណែនាំឲ្យដូរ៉ាមិត្តជិតស្និទ្ធបានស្គាល់ស្រីតូចម្ចាស់បណ្ណាគារញញឹមពព្រាយមើលមុខស្រទន់របស់ស្រីតូចជនជាតិអាស៊ីហើយកណិតតូចចិត្តនាងមើលទៅទន់ភ្លន់និងសុភាពរាបសារពិបាករកបាននៅក្នុងសង្គមមួយនេះណាស់ខ្ញុំឈ្មោះដូរ៉ារីករាយដែលបានស្គាល់ដូចគ្នាខ្ញុំឈ្មោះអៃលីនផ្ញើខ្លួនផងបន្ទាប់ពីនោះក៏អោនក្បាលគំនាបបន្តិចធ្វើឲ្យដូរ៉ានឹកអាណិតស្រឡាញ់ទីនេះក៏មានលក់សៀវភៅច្រើនប្រភេទតម្លៃសៀវភៅក៏បិទលើគម្របហើយនាងចេះប្រើកុំព្យូទ័រដែរទេខ្ញុំចាស់ហើយមិនសូវស្ទាត់រឿងនេះពេលដែលរកសៀវភៅមិនឃើញក៏ឆែកពីត្រង់នេះបានដូរ៉ាអត្ថាធិប្បាយការងារឲ្យអៃលីនស្ដាប់នាងតូចក៏ស្ដាប់ដោយការតាំងចិត្តតាំងថ្លើមប្រភេទនីមួយៗមានប្រាប់ឈ្មោះយ៉ាងច្បាស់ក្រុមនេះជាទស្សនាវដ្តីក្រុមនោះជាសៀវភៅបកប្រែប្រើពេលចាំមិនយ៉ាប់ទេចាខ្ញុំនឹងព្យាយាមបន្ទាប់ពីជូនណាតាឆាឡើងឡានរួចហើយអៃលីនក៏ចាប់ផ្ដើមការងាររបស់ខ្លួនដោយការចាំពីក្រុមសៀវភៅនិងឈ្មោះសៀវភៅជាច្រើនដូចជាសៀវភៅដែលលក់ដាច់បំផុតនៅក្នុងហាងនាងបានឯកសារពី3សន្លឹកប្រាប់ឲ្យដឹងថាសៀវភៅក្រុមណានៅជាន់ណាមិនយូរប៉ុន្មានរៀងតូចក៏ដើរទៅបន្ទប់ជួលរបស់ខ្លួនញញឹមដាក់ម្ចាស់បន្ទប់ដែលអង្គុយនៅមាត់ផ្លូវចូលជាមួយឆ្មាមួយក្បាលស្រីតូចក៏ដើរចុះទៅជាន់ក្រោមដីព្រមទាំងដកដង្ហើមធំដោយការនឿយហត់យ៉ាងហោចណាស់ក៏នាងមានសំណាងល្អជាងមនុស្សជាច្រើននៅក្នុងโลกដែលមានលុយមានការងារធ្វើមិនអីចឹងប្រហែលជាខ្លាចជាទីស្គាល់របស់រ៉ាហ្វាអែលរហូតដល់ថ្ងៃស្លាប់ពេលដែលដើរចូលទៅក្នុងបន្ទប់អៃលីនក៏ដកដង្ហើមធំមានអារម្មណ៍យ៉ាងច្បាស់ថាខ្យល់អាកាសក្នុងបន្ទប់នេះរៀងហប់រហូតនាងវិលមុខអស់អរគុណចំពោះការចូលរួមទស្សនាជួបគ្នានៅវីដេអូក្រោយបន្តទៀត